អាញាធរស្រុកបានប្រកាសថាមិនលើកលែងទេចំពោះជនល្មើសដែលបានយកគ្រឿងចាក់ទៅឈូសឆាយបំផ្លាញដីព្រៃលិចទឹកស្ថិតនៅចំណុចឈុកវ៉ាន់នៅឃុំសានកូក្នុងខេត្តកំពង់ធំអាញាធរស្រុកកំពង់ស្វាយបានប្រកាសថានឹងមិនលើកលែងដាច់ខាតចំពោះជនល្មើសដែលបានយកគ្រឿងចាក់ឬសម្ភារៈធ្ងន់ធ្ងរទៅឈូសឆាយនិងបំផ្លាញដីព្រៃលិចទឹកនៅតំបន់បឹងឈុកវ៉ាន់ក្នុងឃុំសានកូស្រុកកំពង់ស្វាយខេត្តកំពង់ធំអាជ្ញាធរបានបញ្ជាក់ថាការបំផ្លាញដីព្រៃលិចទឹកជាបទល្មើសធ្ងន់ដែលនឹងធ្វើឲ្យប៉ះពាល់ដល់បរិស្ថាននិងប្រព័ន្ធអេកូឡូស៊ីក្នុងតំបន់ដូច្នេះអាជ្ញាធរជាអ្នកអនុវត្តច្បាប់និងធ្វើសកម្មភាពតាមច្បាប់ប្រឆាំងនឹងជនល្មើសដោយមិនអនុញ្ញាតឲ្យមានការអភ័យទោសឡើយអាជ្ញាធរលើកឡើងថាការអភិរក្សព្រៃលិចទឹកនៅតំបន់បឹងឈុកវ៉ាន់មានសារៈសំខាន់ដល់ការរក្សាបរិស្ថានធម្មជាតិនិងជាយន្តការសម្រាប់ការរស់នៅរបស់សត្វព្រៃជាច្រើនប្រភេទបើតាមប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថាធ្លាប់បានឃើញគ្រឿងចាក់អេសកាវ៉ាទ័រថ្មីចំនួន3គ្រឿងបានធ្វើសកម្មភាពឈូសព្រៃលិចទឹកក្នុងប្រឡាយប្រមាណជា100ម៉ែត្រនិងទទឹងជិត20ម៉ែត្រហើយគ្រឿងចាក់អេសកាវ៉ាទ័រក៏បានចូលទៅឈូសព្រៃលិចទឹកនៅចំណុចបឹងឈុកវ៉ាន់ខាងលើអស់ប្រវែងប្រមាណជា100ម៉ែត្រទទឹងជាង10ម៉ែត្រឯណោះទាំងអស់នេះហើយពួកគាត់ព្រួយបារម្ភពីការបាត់បង់ព្រៃលិចទឹកដែលជាជម្រកដ៏សំខាន់របស់មច្ឆជាតិនិងហ្វូងសត្វព្រៃពួកគាត់បានបញ្ជាក់ទៀតថានេះសម្រាប់អ្នកមានអំណាចមានសិទ្ធិកាប់បំផ្លាញបែបនេះតាមតែអំពើចិត្តចំពោះពួកគាត់វិញគ្រាន់តែយកកាំបិតកាប់ឆ្ការព្រៃលិចទឹកដុះខ្ពស់តាមដងផ្លូវកុំឲ្យបង្កគ្រោះថ្នាក់ត្រូវចំភ្នែកដោយយថាហេតុព្រោះអីពួកគាត់ជិះតែម៉ូតូក៏ត្រូវបានមន្ត្រីជំនាញហាមឃាត់ដែរចុះហេតុអ្វីបានជាទង្វើអ្នកមានអំណាចយកគ្រឿងចាក់អេសកាវ៉ាទ័រឈូសឆាយដីព្រៃលិចទឹកតាមតែអំពើចិត្តមិនឃើញមានមន្ត្រីជំនាញពាក់ព័ន្ធក៏ដូចជាអាជ្ញាធរមិនចុះមកពិនិត្យនោះឡើយលោកអ៊ុតសវណ្ណារាអភិបាលស្រុកកំពង់ស្វាយបានឲ្យដឹងតាមរយៈ Telegram កាលពីរសៀលថ្ងៃទី26ខែមេសាឆ្នាំ2025ថាចាំមើលឲ្យក្រុមការងារចុះទៅមើលដោយរូបលោកកំពុងជាប់សន្និបាតនៅភ្នំពេញប្រជាពលរដ្ឋរស់នៅក្នុងតំបន់នោះភាគច្រើនបានស្នើសុំអន្តរាគមន៍តាមប្រព័ន្ធផ្សព្វផ្សាយពីឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តនិងស្នើសុំឲ្យមានការចូលរួមពីមន្ត្រីជំនាញពាក់ព័ន្ធដើម្បីចាត់វិធានការទៅតាមផ្លូវច្បាប់ទប់ស្កាត់និងដោះស្រាយអំពើល្មើសបំផ្លាញធនធានធម្មជាតិដ៏មានតម្លៃនេះ